ប៉ុន្តែឪពុករបស់រិទ្ធីដែលជាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងស្រុកក៏បាននិយាយប្រាប់ទៅកូនរបស់គាត់រិទ្ធីពុកមិនចង់ឃើញកូនបែបនេះទេពីមុនកូនជាកូនល្អនិងស្ដាប់បង្គាប់ណាស់តែឥឡូវកូនបែរជាមួយថ្ងៃដើរបង្ហាញគេពីយុទ្ធសិលដើម្បីចង់ឲ្យគេដឹងថាខ្លួនខ្លាំងពូកែទៅវិញបាទពុកកុំបារម្ភពេកអីបើមិនយុទ្ធសិលហើយមិនបង្ហាញគេគឺដូចជាមិនសមទេពុកណាមួយកូនគ្រាន់តែលេងកំសាន្តផងទេកូនមិនបានយកទៅធ្វើបាបនរណាម្នាក់ទេមែនហើយពុកបងប្រុសគាត់មិនបានទៅធ្វើបាបនរណាម្នាក់ទេគាត់មានតែប្រើយុទ្ធសាស្ត្រនេះទៅជួយគេទៅវិញទេតែពុកបារម្ភខ្លាចមានអ្នកចំណែននឹងឯងហើយគេចង់ធ្វើបាបឯងបើឯងមិនស្ដាប់តាមពុកទៅហើយពុកក៏មិនដឹងធ្វើយ៉ាងម៉េចដែរតែពុកចង់ប្រាប់ឯងថាបើអ្នកខ្លាំងពិតប្រាកដគេមិនចេញមុខដូចជាឯងនោះទេថ្ងៃមួយរឿងនេះក៏ដឹងទៅដល់ព្រះរាជាហើយព្រះរាជាក៏បានហៅរិទ្ធីឲ្យទៅចូលគាល់ដើម្បីដាក់រាជបញ្ជាឲ្យរិទ្ធីទៅបង្ក្រាបនិងចាប់ខ្លាឃ្មុំយក្សមួយក្បាលនៅព្រំប្រទល់ភាគខាងជើងរិទ្ធីក៏បានធ្វើតាមរាជបញ្ជារបស់ព្រះអង្គនៅពេលដែលទៅដល់រិទ្ធីក៏បានប្រើយុទ្ធសិលធ្វើឲ្យខ្លួនឯងពង្រីកខ្លួនឲ្យធំពេញខ្លាឃ្មុំយក្សនោះដើម្បីប្រយុទ្ធតតាំងជាមួយនឹងសត្វខ្លាឃ្មុំយក្សនោះនៅពេលដែលប្រយុទ្ធឈ្នះហើយរិទ្ធីក៏បានត្រឡប់មករាជវាំងវិញដើម្បីចូលគាល់ព្រះអង្គប៉ុន្តែព្រះអង្គបែរជាឲ្យសេនាចាប់ខ្លួនរិទ្ធីទៅឃុំទុកដើម្បីរងចាំថ្ងៃកាត់ទោសប្រហារជីវិតក៏ព្រោះតែរិទ្ធីបានធ្វើខុសពីរាជបញ្ជារបស់ព្រះអង្គដោយសារតែព្រះអង្គបានដាក់រាជបញ្ជាឲ្យរិទ្ធីចាប់ខ្លាឃ្មុំយក្សនោះមិនមែនឲ្យសម្លាប់ខ្លាឃ្មុំយក្សនោះទេដែលការពិតទៅទាំងនេះគឺជាការចាក់រុកពីសំណាក់ព្រះរាជគ្រូដែលជាមនុស្សកញ្ច្រោងប្រែក្រឡានោះទេរិទ្ធីក៏បានដឹងពីល្បិចនេះដែរតែគេនៅតែចង់ធ្វើដើម្បីបានគុណសម្បត្តិព្រោះគេគិតថាល្បិចប៉ុណ្ណិនមិនអាចធ្វើអីគេបាននោះទេរិទ្ធីក៏បំរុងនឹងប្រាយុទ្ធសិលដើម្បីបំបាំងកាយដើម្បីចាកចេញពីរាជវាំងទៅហើយតែក៏ត្រូវបានរាជគ្រូដើរទៅជិតហើយក៏បានយកដៃទៅប៉ះរិទ្ធីហើយបានស្រូបយកយុទ្ធសិលពីរិទ្ធីធ្វើឲ្យរិទ្ធីប្រើយុទ្ធសិលមិនបានទៀតយើងបានធ្វើឲ្យឯងប្រើយុទ្ធសិលឡើងបានហើយចាំមើលឯងចង់រត់ទៅណានៅពេលដែលឯងស្លាប់ទៅរាងកាយរបស់ឯងយើងនឹងយកមកប្រើធ្វើជារាងកាយគោរបស់យើង